សូមអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនដែលតែងតែគាំទ្រ Page Admin គង់ក៏ដូចជាបងប្អូនដែលតែងតែចូលចិត្តនិងតាមដាននៅកីឡាបាល់ទាត់ហើយថ្ងៃនេះផ្ទាល់មកជួបជាមួយ Admin គង់ប្រុសសង្ហាដូចរាល់ដងហើយអញ្ចឹង Admin ថ្ងៃនេះអត់មានអីទេគឺមាន2គូមកចែកជូនបងប្អូនសម្រាប់ថ្ងៃនេះដោយគូទី1ដែល Admin នឹងជឿយកមកចែកជូនបងប្អូនគឺគូនៅ English Premier League រវាង AFC Bournemouth និងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ FC Fulham ដោយដែលបងប្អូនបានដឹងអញ្ចឹងថាលទ្ធផលនៃក្រុមទាំងពីរនៅក្នុង Premier League 6ប្រកួតដំបូងគឺក្រុមម្ចាស់ផ្ទះរៀងល្អជាងបន្តិចតែបើយើងមើលលទ្ធផលជាក់ស្ដែងក្រុមភ្ញៀវក៏មិនអន់ដែរដោយខុសគ្នាមិនប្រមាណបន្ទុទេដូច្នេះហើយសម្រាប់គូនេះបើយើងអាចមើលទម្រង់លេងគឺគិតថានឹងស៊ីសងគ្នាប៉ុន្តែបើយើងមកមើលចំនួននៃការជួបគ្នានៅក្នុងទឹកដីរបស់ AFC Bournemouth ចំនួន3ប្រកួតចុងក្រោយនេះគឺ AFC Bournemouth ធ្វើបានល្អមែនទែនដោយបន្តយកឈ្នះលើក្រុមភ្ញៀវ3ប្រកួតជាប់គ្នាដូច្នេះហើយសម្រាប់គូនេះ Admin គិតថាក្រុមម្ចាស់ផ្ទះនឹងមានតែមជាងក្រុមភ្ញៀវអញ្ចឹងហើយសម្រាប់គូនេះ Admin សូមណែនាំឲ្យបងប្អូនធ្វើការសម្រេចចិត្តឈៀជាមួយ Admin ទៅឈៀក្រុមម្ចាស់ផ្ទះ AFC Bournemouth ទាំងអស់គ្នាហើយចំណែកគូទី2ដែល Admin នឹងធ្វើការចែកជូនបងប្អូននៅក្នុងថ្ងៃនេះនៅក្នុង Bundesliga របស់អាល្លឺម៉ង់រវាង Hoffenheim និងធ្វើជាម្ចាស់ផ្ទះជួបជាមួយនឹងក្រុមភ្ញៀវ FC Cologne សម្រាប់ក្រុមទាំងពីរ5ប្រកួតកន្លងមកនៅ Bundesliga គឺមានពិន្ទុស្មើគ្នាដោយឆ្លងកាត់5ប្រកួតដោយពួកគេឈ្នះ2ប្រកួតស្មើ1ប្រកួតនិងចាញ់2ប្រកួតដូចគ្នាហើយចំណែកចំនួននៃការជួបគ្នាលើកចុងក្រោយបំផុតហ្នឹងគឺស្មើគ្នានៅក្នុងទឹកដីរបស់ Hoffenheim 1-1ដូច្នេះហើយសម្រាប់គូនេះយើងមើលទៅគឺដូចជាស៊ីសងគ្នាទាំងគុណភាពកីឡាករក៏ដូចជាគុណភាពរបស់ក្រុមទាំងមូលអញ្ចឹងក្រុមនេះសម្រាប់ admin សូមធ្វើការជ្រើសរើសឈៀទៅក្រុមភ្ញៀវល្អជាងដោយសារយើងមើលការប្រកួតចុងក្រោយនៅទឹកដី Hoffenheim ចំនួន2ប្រកួតហ្នឹងគឺម្ចាស់ផ្ទះមិនដែលយកឈ្នះលើក្រុមភ្ញៀវទេដូច្នេះហើយបងប្អូនគូនេះអាចធ្វើការរងទៅក្រុមភ្ញៀវ FC Cologne បាននេះគ្រាន់តែធីបបាល់ចំនួន2គូដែល admin ធ្វើការចែកជូនបងប្អូននៅក្នុង page admin គង់ក៏ដូចជា channel TikTok របស់ admin អញ្ចឹងហើយនឹងមានធីបបាល់ពិសេសជាច្រើនទៀតសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការទទួលបានធីបបាល់ពិសេសជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ join ក្រុម Telegram ដែល admin ទម្លាក់ link by TikTok នៅក្នុង profile ហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណេះដែរជួបគ្នានៅវីដេអូក្រោយសូមកុំភ្លេចជួយជាកម្លាំងចិត្តដល់ admin គ្រាន់តែចុច like ចុច share ក៏ដូចជាចុច follow ម្នាក់មួយផងសូមអរគុណសូមជម្រាបលា